ថ្ងៃនេះខ្ញុំសូមលើកយកអត្ថបទមួយដែលនិយាយអំពីកម្រងសុជីវធម៌របស់មនុស្សមកចែករំលែកជូនបងប្អូនដើម្បីជាចំណេះដឹងនិងជាប្រយោជន៍ក្នុងការរស់នៅក្នុងសង្គមហេតុដែលនាំឲ្យមានសុជីវធម៌ព្រោះធម្មជាតិមនុស្សដែលកើតមកហើយត្រូវតែរស់នៅជាសង្គមជាមួយមនុស្សដទៃទៀតទៅតាមវដ្តធម្មជាតិដ៏ធំធេងម្ល៉េះហើយត្រូវមានការតាក់ទងគ្នារវាងមនុស្សនិងមនុស្សរវាងមនុស្សនិងធម្មជាតិការតាក់ទងនេះនាំឲ្យមនុស្សរៀនស្គាល់អាត្មាខ្លួនឲ្យច្បាស់លាស់ម្ល៉េះហើយទៅជាមានការតាក់ទងរវាងមនុស្សនិងអាត្មាខ្លួនថែមទៀតការតាក់ទងប្រព្រឹត្តឡើងដោយគ្មានភាពសមរម្យរមែងមានការឆ្គាំឆ្គងការប៉ះការសៅមងជានិច្ចសុជីវធម៌មិនមែនជាបទបញ្ជាអនាម័យនិងពុំទាន់ជាបទបញ្ជាចរិយាសាស្ត្រខ្ពស់ៗនោះទេសុជីវធម៌គ្រាន់តែជាវិជ្ជាមួយសម្រាប់អប់រំមនុស្សឲ្យចេះរៀបចំសភាពខ្លួនឲ្យសមរម្យទៅតាមទំនៀមទម្លាប់និងការនិយមរបស់អ្នកផងដែលយើងត្រូវរស់នៅជាមួយដើម្បីជៀសវាងកុំឲ្យមានការទាស់ភ្នែកទាស់ត្រចៀកនិងប៉ះទង្គិចរវាងមនុស្សដែលរស់នៅក្នុងសង្គមជាមួយគ្នាឧទាហរណ៍មនុស្សម្នាក់គ្មានសាសនាទេដល់មនុស្សនោះស្ថិតក្នុងចំណោមដែលគេសូត្រធម៌ទាំងអស់គ្នាសុជីវធម៌តម្រូវឲ្យមនុស្សនោះសូត្រធម៌នឹងគេដែរដោយសុភាសិតខ្មែរមួយនិយាយថាចូលស្ទឹងតាមបត់ចូលស្រុកតាមប្រទេសយើងគួរដាក់ខ្លួនឲ្យចូលចុះជាមួយគ្រប់ចំណោមមនុស្សមូលដ្ឋានមួយទៀតដែលនាំឲ្យមានសុជីវធម៌ព្រោះធម្មជាតិមនុស្សជាសត្វខ្ពស់ជាសត្វមានសម្បជញ្ញៈជាសត្វមានសន្ទុះទៅរកសិលធម៌ជាសត្វដែលមានមនោសញ្ចេតនាដែលដុសខាត់កាន់តែល្អិតកាន់តែថ្លាណាស់ទៅទៀតមិនឈប់ឈរលក្ខណៈសម្បត្តិទាំងប៉ុន្មាននោះរៀបចំការទំនាក់ទំនងមនុស្សនិងមនុស្សឲ្យខុសពីការទំនាក់ទំនងរវាងសត្វនិងសត្វហើយឲ្យចេះតែមានការជឿនលឿនទៅមុខជាដរាបយើងអាចសង្កេតឃើញថាក្នុងសង្គមមនុស្សទុនទាបនៅឡើយដែលសម្បជញ្ញៈនៅស្ទួចស្ដើងសុជីវធម៌ក៏ក្រូតក្រៀតដែរដល់សង្គមកាន់តែជឿនលឿនអរិយធម៌កាន់តែខ្ពស់សម្បជញ្ញៈកាន់តែដុះដាលសុជីវធម៌កាន់តែរីកចម្រើនព្រោះសុជីវធម៌វិវត្តទៅតាមការវិវត្តនៃសង្គមមនុស្សសង្គមខ្មែរកំពុងតែវិវត្តទៅកាន់សេចក្តីរីកចម្រើនទៅកាន់ឧត្តមភាពដូចនេះយើងគួរនាំគ្នារៀនអំពីសុជីវធម៌ឲ្យសមស្របទៅតាមដំណើរវិវត្តនៃការនៃសង្គមយើងសំខាន់បំផុតលោកគ្រូអ្នកគ្រូដែលជាអ្នកអប់រំសិស្សានុសិស្សគួរនាំគ្នាពង្រឹងផ្នែកសុជីវធម៌ឲ្យច្បាស់លាស់ដើម្បីពុទ្ធចរិយាមារយាទរបស់សិស្សខ្លួនឲ្យបានក្លាយជាពលរដ្ឋថ្លៃថ្នូរក្នុងសង្គមសារៈសំខាន់នៃសុជីវធម៌ជាវិជ្ជាមួយសម្រាប់អប់រំមនុស្សឲ្យបានជាបុរសស្ត្រីមានឬក៏ពាកិរិយាមិនឆ្គាំឆ្គងក្នុងការប្រព្រឹត្តរបស់ខ្លួននៅពេលធម្មតានិងនៅពេលចេញមុខក្នុងជំនុំចំណោមគេវិជ្ជានេះធ្វើឲ្យមនុស្សមានសភាពស្លួតបូតប្រឆាចពីភាពកាចសាហាវមានសភាពថ្លៃថ្នូរគួរដល់ការរស់នៅរបស់ជនទាំងឡាយដែលនៅក្នុងសង្គមជាមួយគ្នាសុជីវធម៌ព្រានប្រដៅមនុស្សអំពីលក្ខណៈសពគ្រប់បែបយ៉ាងដែលមនុស្សត្រូវជៀសវាងកុំឲ្យជួបប្រទះនឹងអំពើឆ្គាំឆ្គងចំពោះសង្គមចំពោះមិត្តភ័ក្តិចំពោះគ្រួសារនិងចំពោះខ្លួនឯងសុជីវធម៌ពុទ្ធសន្តានចិត្តមនុស្សឲ្យមានសេចក្តីសុចរិតសេចក្តីស្មោះត្រង់សេចក្តីស្ងប់សេចក្តីសន្តោសមានចរិយាល្អមានសមភាពរវាងមនុស្សទាំងអស់និងរវាងវណ្ណៈទាំងអស់មនុស្សម្នាក់ត្រូវការជាចាំបាច់នៅសុជីវធម៌នេះពីព្រោះបើយើងមិនចេះដេរអាវយើងអាចទៅជួលគេដេរបានបើយើងមិនចេះធ្វើម្ហូបយើងអាចទៅទិញពីផ្សារមកទទួលទានបានតែបើមិនចេះសុជីវធម៌វិញយើងមិនអាចពឹងពាក់អ្នកណាឲ្យធ្វើជំនួសយើងបានទេបើមិនចេះសុជីវធម៌ហើយយើងមិនបានពេញមុខនឹងគេទេទោះជាធ្វើអ្វីក៏ឆ្គងក៏ឆ្លើយទាំងអស់ពិសេសបំផុតគឺស្ត្រីដែលត្រូវបំពេញករណីកិច្ចផ្សេងគ្នាតាមដំណើរខ្លួនជាស្រីក្រមុំជាស្ត្រីភរិយាឬជាម្ដាយដូចនេះស្ត្រីត្រូវតែចេះក្បួនច្បាប់សុជីវធម៌ក្នុងការរៀបឬកូពីសម្ដីសម្ដៅការទទួលភ្ញៀវការតាក់តែងកាយនិងរៀបចំផ្ទះសម្បែងជាដើមឡើយឲ្យបានសមរម្យជាស្ត្រីខ្មែរមានលក្ខណៈមានគំនិតមានចិត្តអាចធ្វើជាជំនួយការដល់បុរសបាននៅក្នុងផ្ទះនីមួយបើមេផ្ទះចេះហើយស្វាមីនិងបុត្រធីតាតែងតែមានរបៀបរៀបរយមានសុភមង្គលទៅតាមនឹងដែរដូចមានសុភាសិតអឺរ៉ុបមួយថានៅក្នុងលោកនេះបើគ្មានស្ត្រីទេអំពើល្អក៏នឹងគ្មានអំពើអាក្រក់ក៏នឹងគ្មាននេះគឺថាស្ត្រីតាមតម្លៃរបស់ខ្លួនអាចនាំឲ្យគេធ្វើអំពើល្អហើយក៏អាចនាំឲ្យគេធ្វើអំពើអាក្រក់សេចក្តីណែនាំជាផ្លូវគរុកោសល្យក្នុងការបង្រៀនសុជីវធម៌លោកគ្រូអ្នកគ្រូមិនបាច់ចែកមេរៀនសុជីវធម៌ជាត្រីមាសឬជាខែដូចមុខវិជ្ជាផ្សេងទៀតទេលោកគ្រូអ្នកគ្រូចង់លើកយកមេរៀនណាមួយមកសន្ទនាជាមួយសិស្សក៏បានដែរឲ្យតែមេរៀននោះស្របទៅនឹងវ័យសិស្សស្របនឹងកាលៈទេសៈសមស្របនឹងលក្ខណៈនៃមជ្ឈដ្ឋានជុំវិញសាលារៀនក្នុងកិច្ចសន្ទនាចូលកុំចាក់ឃ្លាតពីគំនិតមួយថាសាលារៀនគ្មានការបង្ខំគ្មានការរិះគន់ដល់ជនណាដល់គ្រួសារណាឬដល់សង្គមណាឡើយសាលារៀនមានតែការស្នើសុំផ្ទាល់ពីសិស្សដើម្បីយកយោបល់ពីសិស្សនិងសូមឲ្យមានការអនុវត្តតាមស្នើដល់មាតាបិតាសិស្សឲ្យជួយតម្រង់ចរិយាសិស្សនៅក្នុងគ្រួសារបន្តពីសាលារៀនមិនមែនតែក្នុងពេលដែលគ្រូបង្រៀនសុជីវធម៌ទេដែលគ្រូត្រូវនិយាយពីសុជីវធម៌នោះកាលណាកាលៈទេសៈហុចឲ្យហើយគ្រូមានការរំលឹកដាស់តឿនសិស្សភ្លាមដូចជាសិស្សសំពះមិនសមភ្នែកខាក់ស្ទោះលើកម្រាលឥដ្ឋស្លៀកពាក់មិនសមតាមបែបបទ
បេះផ្កាក្នុងសួនសាលាឬលួចរបស់មិត្តសម្លាញ់ជាដើមក្នុងការបង្រៀនវិជ្ជានេះគ្រូមិនគួរដាក់មេរៀនឲ្យសិស្សទន្ទេញចាំមាត់ទេព្រោះលទ្ធផលបានល្អឬមិនបានល្អមិនមែនសន្មត់ត្រឹមសិស្សចាំមេរៀនឬមិនចាំទេគឺស្ថិតនៅត្រង់ការសង្កេតរបស់គ្រូចំពោះភាពសមរម្យនៃសិស្សតើបានចម្រើនឬនៅតែដដែលនៅក្នុងបន្ទប់រៀនគួរមានប្រអប់ចំហតូចល្មមហើយមានបិទផ្លាកថារបស់រើបានសម្រាប់សិស្សយករបស់រើបានមកដាក់នេះជាមធ្យោបាយសម្រាប់ពិសោធន៍នៅសុចរិតធម៌នៃសិស្សដែលមិនត្រូវកេងបំបត្តិរបស់គេរបស់រើបានមិនត្រូវលាក់ទុកជាប្រយោជន៍ផ្ទាល់ខ្លួនឡើយគួរមានប្រអប់មួយទៀតហៅថាប្រអប់សម្បត្តិស្នើគ្រូគួរតែណែនាំសិស្សឲ្យមានការស្នើពីហេតុផ្សេងៗដែលកើតមានឡើងនៅក្នុងសាលារៀនឬក្រៅសាលារៀនក្នុងការអប់រំឬក្រៅការអប់រំអ្វីដែលជាប្រយោជន៍ទូទៅសេចក្តីស្នើណាដែលសមហេតុផលឬសិស្សភាគច្រើនស្នើគួរយកមកពិគ្រោះជាមួយនឹងសិស្សទូទៅរឿងខ្លះជាអាចកំបាំងជាចំណុចផ្ទាល់របស់សិស្សម្នាក់គួរគ្រូធ្វើការពិភាក្សាផ្ទាល់នឹងសិស្សម្នាក់គួរបង្កើតសៀវភៅអំពើល្អគ្រូណែនាំសិស្សឲ្យមានកូនសៀវភៅសម្រាប់កត់អំពើល្អដែលខ្លួនបានធ្វើក្នុងមួយថ្ងៃឬមួយសប្តាហ៍នេះជាការបញ្ជាក់នូវសេចក្តីចម្រើននៃសិស្សខាងផ្នែកចរិយានិងគុណធម៌គួរដាក់នៅមាត់ទ្វារចូលទ្រនាប់សម្រាប់ជូតជើងធ្វើពីកៅស៊ូឬជក់ដូងដែលសិស្សនិងគ្រូអាចធ្វើបាននៅរោងជាងនេះជាមធ្យោបាយសម្រាប់បញ្ជាក់សិស្សពីគំនិតថាបន្ទប់រៀនផ្ទះព្រះវិហារជាដើមឡាក់ជាទីណាដែលយើងគួរគោរពមុនពេលយើងដើរចូលយើងគួរក្រឡេកមើលជើងយើងជាមុនសិនតើជើងយើងស្អាតគ្រូគួរតែណែនាំសិស្សឲ្យមានទម្លាប់បែបនេះឲ្យបានប្រសើរដើម្បីឲ្យកាយវិការនេះយូរទៅធ្វើឡើងដោយស្វ័យប្រវត្តិនៅគៀនកន្លែងមួយក្នុងបន្ទប់រៀនគួរដាក់កញ្ចក់មួយសម្រាប់ឲ្យសិស្សឆ្លោះមើលតើមុខសក់របស់ខ្លួនមានអ្វីមិនសមរម្យនឹងភ្នែកអ្នកដទៃឬទេនៅទីធ្លាកុំបីមានធុងសម្រាមដែលសិស្សអាចធ្វើបាននៅរោងជាងគ្រូណែនាំសិស្សឲ្យមានទម្លាប់យ៉ាងប្រសើរគឺមិនចោលសម្រាមឬក្រដាសឥតសណ្ដាប់ធ្នាប់ដែលនាំឲ្យមានការពិបាកបោសសម្អាតបន្ទប់រៀនឬទីធ្លាសាលារៀនបើម្នាក់មានទម្លាប់ល្អបែបនេះឃើញថាការថែទាំសាលារៀនការថែទាំទីសាធារណៈការថែទាំលំនៅឋានជាដើមពុំសូវមានការរវល់ច្រើនទេតាមផ្លូវចេញចូលក្នុងសាលារៀននៅចំណតម៉ូតូឡានក្នុងសាលារៀនគ្រូគួរដាក់សញ្ញាចរាចរណ៍ខ្លះដើម្បីបង្ហាញថាផ្លូវនេះអាចទៅបានផ្លូវនេះពុំអាចទៅបានទីនេះជាចំណតទីនេះជាចំណតឡានម៉ូតូទីនោះហាមមិនឲ្យដើរកាត់ជាដើមឡាក់របៀបនេះមិនត្រឹមតែណែនាំសិស្សឲ្យមានរបៀបរៀបរយប៉ុណ្ណោះទេគឺជាមធ្យោបាយមួយសម្រាប់ទម្លាប់សិស្សឲ្យចេះដើរចេះជិះកង់ម៉ូតូនៅតាមផ្លូវសាធារណៈដើម្បីជៀសវាងកុំឲ្យមានគ្រោះថ្នាក់ផងសុជីវធម៌គ្របដណ្ដប់លើជីវភាពមនុស្សទូទៅដែលត្រូវរស់នៅជាសង្គមជាមួយនឹងមនុស្សដទៃទៀតដូចជាសីលធម៌ដែរសុជីវធម៌អប់រំយើងឲ្យស្គាល់ករណីកិច្ចដែលយើងត្រូវប្រព្រឹត្តចំពោះខ្លួនយើងនិងចំពោះអ្នកដទៃតាំងពីយើងក្រោកពីដំណេករហូតដល់ពេលដែលយើងចូលដេកវិញសុជីវធម៌ត្រូវឲ្យយើងមានឥរិយាបថសមរម្យជាទីគាប់ចិត្តអ្នកដទៃគ្រប់នាទីទោះជានៅក្នុងគ្រួសារក្តីក្នុងកន្លែងប្រកបអាជីវកម្មក្តីនៅផ្ទះឯងក្តីនៅផ្ទះអ្នកដទៃក្តីនៅកន្លែងសារណៈក្តីសុជីវធម៌តម្រូវឲ្យមនុស្សម្នាក់ចេះរៀបចំខ្លួនកុំឲ្យយ៉ាមានការឆ្គាំឆ្គងក្នុងឥរិយាបថណាមួយដូចជានិយាយស្តីដេកដើរឈរអង្គុយជាដើមឡាចេះរៀបចំចរិយាឫកពាឲ្យសមតាមកាលៈទេសៈចេះរៀបចំកាយវិការក្នុងពេលសន្ទនានឹងអ្នកដទៃឬក្នុងពេលទទួលទានភោជនាអាហារចេះរៀបចំសម្លៀកបំពាក់សមរម្យតាមពេលវេលាចេះរបៀបនិយាយនិងសរសេរបានត្រឹមត្រូវតាមក្បួនខ្នាតចេះទទួលភ្ញៀវដោយរាក់ទាក់ចេះគោរពសិទ្ធិសម្បត្តិទ្រព្យនិងសេចក្តីទុកសោកអ្នកដទៃបើនិយាយឲ្យខ្លីគឺសុជីវធម៌នេះហើយដែលនាំឲ្យមនុស្សមានសេចក្តីថ្លៃថ្នូររីកចម្រើនលូតលាស់ជារៀងរាល់ថ្ងៃ